ចង់ទៅក៏ទៅចង់មកក៏មកមិនមែនមនុស្សស្រីទាំងអស់សុទ្ធតែតម្រង់ជួចាំលោកហើយឈ្មោះនោះទេរឿងថ្ងៃក្រោយខ្ញុំនឹងពិភាក្សាជាមួយសង្សារខ្ញុំសង្សារចាស់ដែលល្អត្រូវចេះដឹងទូនីតិខ្លួនឯងមិនដែរខ្លាចខ្ញុំទៅរៀបរឿងស្នេហារបស់ខ្ញុំមែនទេខ្ញុំខ្លាចទៅរៀបរឿងស្នេហារបស់លោកទៅវិញទេឥឡូវនេះគ្រប់គ្នាដឹងហើយថាសង្សារចាស់ខ្ញុំនៅសាកលវិទ្យាល័យហ៊ូដាហើយខ្ញុំកំពុងតាមញ៉ានាងតាមមានអ្នកណាហ៊ានមកញ៉ាខ្ញុំទៀតនិយាយមិនទាន់បានប៉ុន្មានផងឈិនលូជូក៏ត្រូវគេតាមសុំវៃឆាតដូច្នេះស៊ូជឺក៏ដើរចេញទៅយ៉ាងដឹងកាលៈទេសៈឃើញបែបនេះឈិនលូជូក៏ប្រញាប់បង្ហាញពីភាពស្មោះត្រង់របស់ខ្លួនម្ដងទៀតនាងប្រហែលជាត្រូវសួរសង្សារចាស់របស់ខ្ញុំសិនហើយសុំទោសផងប៉ុន្តែពេលគេងាកមកវិញស៊ូជឺបានដើរទៅឆ្ងាយបាត់ទៅហើយដូច្នេះព្រឹកព្រលឹមស្រាងគេក៏ទៅចាំស៊ូជឺនៅខាងក្រោមអគារដើម្បីញ៉ាំអាហារពេលព្រឹកគេដឹងថាខ្លួនជំពាក់ពាក្យបញ្យលនាងមួយប៉ុន្តែគេមិនដែលមានបំណងលេងសើចនឹងនាងទេដោយសារតែមានករណីកុបកម្មម្ដាយរបស់គេក៏បដូរចិត្តឲ្យគេនៅរៀនក្នុងស្រុកវិញតាមពិតគេចង់រៀនត្រៀមមួយឆ្នាំទៀតដើម្បីប្រឡងចូលមហាវិទ្យាល័យនៅឆ្នាំក្រោយប៉ុន្តែគេឃើញព័ត៌មានរើសើបបន្ថែមរបស់សាកលវិទ្យាល័យហ៊ូដានៅលើអ៊ីនធឺណិតដូច្នេះគេក៏សាកល្បងដាក់ពាក្យប៉ុន្តែដោយសាររឿងមិនទាន់ច្បាស់លាស់ទើបគេសម្រេចចិត្តលាក់បាំងសិនច្បាស់ណាស់ថាស៊ូជឺព្រមទទួលយកហេតុផលដ៏សមរម្យមួយនេះនាងក៏ដឹងថានេះមិនមែនជានាងដែលឈិនលូជូស្រឡាញ់ទេគ្រាន់តែមិនដឹងថាឈិនលូជូបានរៀបចំផែនការសម្រាប់ខ្លួនឯងរួចរាល់ហើយឆ្នាំទីចាប់ដូរទៅសេរីក៏មានសញ្ញាពីដំណឹងស៊ូជឺយល់ច្បាស់ថានេះមានន័យថាឈិនលូជូត្រូវខិតខំប្រឹងប្រែងជាងអ្នកដទៃទ្វេដងហើយនាងក៏ដាស់តឿនគេឲ្យប្រញាប់រៀនតាមឲ្យទាន់មេរៀនមួយខែនេះបើមិនអញ្ចឹងទេម៉ោងគណិតវិទ្យារបស់សាស្ត្រាចារ្យបានច្បាស់ជាស្ដាប់មិនយល់ដូចស្ដាប់ធម្មតាតែនឹកមិនដល់ថាពេលរសៀលស៊ូជឺបែរជាមកចូលរៀនយឺតទៅវិញសំណាងហើយដែលឈិនលូជូអង្គុយជួបមុខជួយកក់កន្លែងឲ្យនាងពេលលឺស៊ូជឺប្រាប់ថាមកយឺតដោយសារជាប់ប្រជុំនៅផ្នែកផ្សព្វផ្សាយឈិនលូជូក៏នឹកឃើញដល់ជាងយីងដែលគេបានជួបនៅអាហារដ្ឋានថ្ងៃមុនដោយសារលីគឺធ្លាប់ប្រាប់គេថាក្នុងនាមជាប្រធានផ្នែកផ្សព្វផ្សាយជាងយីងពិតជាមានឱកាសល្អក្នុងការចូលទៅចិត្តនាងតោះតែពេលគ្រូហៅស៊ូជឺឲ្យឆ្លើយសំណួរទើបនាងដឹងថាឈិនលូជូបានរៀនមេរៀនដែលគ្រូត្រូវបង្រៀនទុកមុនរួចហើយនាងក៏លន់មកសរសើរថាសិស្សពូកែដែលមកពីថ្នាក់ពិសោធន៍ពិតជាមិនធម្មតាមែនប៉ុន្តែតាមពិតឈិនលូជូបានរៀនរួចហើយតាំងពីថ្នាក់ប្រកួតប្រជែងនៅវិទ្យាល័យម្លេះកំពុងតែនិយាយគ្នាលោកគ្រូក៏សួរឈិនលូជូមួយសំណួរទៀតដោយសារតែគេមិនបានចាប់អារម្មណ៍ទើបគេឆ្លើយមិនត្រូវប៉ុន្តែស៊ូជឺបែរជាឆ្លើយត្រូវទៅវិញឈិនលូជូលន់មកសរសើរថាសមត្ថភាពធ្វើរឿងពីក្នុងពេលតែមួយរបស់ស៊ូជឺនៅតែខ្លាំងដដែលសូម្បីតែពួកគេថាគ្នាលើដំបូងស៊ូជឺនៅតែអាចនិយាយរាប់សាច់រឿងភាពយន្តដែលនាងក៏ខំបានមើលនោះបានទៀតផងចំណែកឈិនលូជូវិញគេមិនដែលបោះបង់ឱកាសណាមួយដើម្បីបាននៅក្បែរនាងតែពីរនាក់នោះទេខ្ញុំចង់បង្រៀនគណិតវិទ្យាដល់នាងលោកមើលមកខ្ញុំដូចខ្ញុំធ្វើជារឿងមែនទេមីងឡាងឯងលុតជង្គង់ចុះបងសុំពឹងរឿងមួយឯងគ្រាន់តែនិយាយថាឯងកំពុងតាមញ៉ាយបងទៅបានហើយអញ្ចឹងបដូរមកនាងបង្រៀនខ្ញុំវិញមកមិនទំនេរទេទោះបីជាគ្មានឱកាសបាននៅតែពីរនាក់ប៉ុន្តែពួកគេតែងតែជួបគ្នានៅបណ្ណាល័យជានិច្ចតែចៃដន្យអីនាងបានឃើញឈិនលូជូត្រូវគេសារភាពស្នេហ៍ទៀតហើយពេលឈិនលូជូមកនិយាយរកស៊ូជឺគ្រាន់តែនិយាយថាចៃដន្យម្លេះឈិនលូជូគិតថាស៊ូជឺប្រច័ណ្ឌដូច្នេះមិនទាន់ទាំងចាំនារីម្នាក់នោះនិយាយចប់ផងគេក៏និយាយខ្លាំងថាគេកំពុងតាមញ៉ាយសង្សារចាស់ប៉ុន្តែក្នុងភ្នែករបស់លីគឺគេមើលឃើញថាស៊ូជឺមិនបានប្រច័ណ្ឌទេហើយក៏មិនមែនស្ងប់ស្ងាត់មុនភ្ជុះមកដល់ដូចដែលឈិនលូជូនិយាយដែរគេដាស់តឿនឈិនលូជូថាបើសិនជាស៊ូជឺមិនប្រច័ណ្ឌមែននោះគឺមានបញ្ហាកំហើយសំណាងល្អដែលស៊ូជឺនៅមានមិត្តរួមបន្ទប់ដែលចូលចិត្តតាមដានរឿងគេពួកគេទីដឹងថាទំនាក់ទំនងអ្នកទាំងពីរមិនធម្មតាទេដូច្នេះក៏ឲ្យស៊ូជឺជួយខ្ចីដ្រូនរបស់ឈិនលូជូរបស់ថ្លៃប៉ុណ្ណឹងសោះឈិនលូជូយកព្រមខ្ចីដោយមិនស្ទាក់ស្ទើរសូម្បីតែស៊ូជឺយកទៅថតអ្វីក៏គេមិនខ្វល់ដែររឿងនេះធ្វើឲ្យអ្នកដែលចាំមើលកាន់តែច្បាស់ក្នុងចិត្តថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងមិនច្បាស់លាស់នឹងគ្នាមែនដូច្នេះពួកគេក៏នាំគ្នាដើរចេញទៅទើបមានការសន្ទនារបស់អ្នកទាំងពីរនៅដើមរឿងនេះហើយស៊ូជឺនិងឈិនលូជូក៏ក្លាយជាប្រធានបទសម្រាប់មិត្តរួមបន្ទប់យកមកនិយាយលេងដូច្នេះពួកគេក៏សម្រេចចិត្តហៅឈិនលូជូមកចូលរួមក្នុងថ្ងៃខួបកំណើតរបស់លីវីស៊ឺប៉ុន្តែស៊ូជឺបែរជាណែនាំថាឈិនលូជូគ្រាន់តែជាអ្នកស្រុកជាមួយគ្នាតែប៉ុណ្ណោះម្យ៉ាងទៀតមូលហេតុដែលក្លាយជាសង្សារចាស់គឺសុទ្ធតែមានហេតុផលរបស់វានាងមិនអាចជំពប់ជើងដួលនៅកន្លែងដែលជាលើកទី2នោះទេប៉ុន្តែឈិនលូជូដឹងថានាងនិយាយមិនត្រង់នឹងចិត្តទេព្រោះកាលពី2ថ្ងៃមុនគេបានជួបជាងយីងនៅតារាងបាល់ទោះបីជាអ្នកទាំងពីរមើលទៅដូចជាមិនត្រូវគ្នាប៉ុន្តែក្នុងភ្នែករបស់ជាងយីងនាងមើលដឹងថាស៊ូជឺពិតជាខ្វល់ពីឈិនលូជូខ្លាំងណាស់សូម្បីតែការទទួលសំណើជាមិត្តក៏ដោយសារតែរូបប្រវត្តិរបស់នាងដូចទៅនឹងឈិនលូជូទើបស៊ូជឺស្មានថាជាកណ្ដេកខ្លាំងៗរបស់ឈិនលូជូទើបនាងយល់ព្រមនៅយប់កម្មវិធីជួបជុំសិស្សថ្មីស៊ូជឺបានដើររកក្រវិលដែលបាត់ពេញសាលប្រជុំដោយសារតែក្រវិលមួយគូនោះជាកាដូដែលឈិនលូជូជូនឲ្យនាងដូច្នេះវាពិតជាសំខាន់ចំពោះនាងខ្លាំងណាស់ហើយពេញមួយយប់នោះឈិនលូជូមិនបានដកភ្នែកចេញពីស៊ូជឺឡើយរហូតដល់ពេលត្រឡប់ទៅអន្តេវាសិកដ្ឋានវិញមេឃក៏ស្រាប់តែធ្លាក់ភ្លៀងហាក់ដូចជាទេវតាបានកំណត់មកអញ្ចឹងនេះជាអាកាសធាតុដែលឈិនលូជូចូលចិត្តបំផុតគេក៏ចាប់ដៃស៊ូជឺដឹកចេញពីហ្វូងមនុស្សដោយមិនស្ទាក់ស្ទើរនៅពេលនោះគេលែងចង់លាក់បាំងក្តីនឹករលឹកនិងភាពឈឺចាប់ក្នុងចិត្តទៀតហើយនឹកពួកយើងទេអត់ទេស៊ូជឺនាងមើលភ្នែកខ្ញុំស៊ូជឺនៅតែចងគំនុំដដែលលោកមិនមែនទៅតែស្គាល់ខ្ញុំថ្ងៃដំបូងឯណាបទចម្រៀងហេតុផលដ៏ចម្លែករហូតមកដល់ពេលនេះនៅតែស្រឡាញ់អ្នកយ៉ាងជ្រាលជ្រៅ